ខ្ញុំទទួលបានវគ្គប្រវត្តិពីគម្រោងរបស់អលឬក៏គម្រោងរបស់ Hyper បច្ចេកទេសដាំបន្លែនេះក៏បានរៀនតទៅទៅនឹងការធ្វើជីកំប៉ុស្តគោកំប៉ុស្តទឹកធ្វើឲ្យខ្ញុំនឹងមានសមត្ថភាពក្នុងការដាំមានសមត្ថភាពក្នុងការរកប្រាក់ចំណូលសម្រាប់គ្រួសារគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជាគឺជាគម្រោងបង្កើនប្រាក់ចំណូលរបស់កសិករផលិតបន្លែខ្នាតតូចជាមួយនឹងប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលព្រះអាទិត្យដែលមានតម្លៃសមស្របជឿទុកចិត្តនិរន្តរភាពនិងការធ្វើវិធីការធុរកិច្ចបែប Digital គម្រោងនេះមានរយៈពេល4ឆ្នាំគិតចាប់ពីខែកញ្ញាឆ្នាំ2023ដល់ខែមិថុនាឆ្នាំ2027ហើយបាននឹងកំពុងអនុវត្តនៅខេត្តចំនួន2គឺកំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជាមានគោលបំណង4ទី1ការលើកកម្ពស់សង្គមនិងការទុកចិត្តគ្នានៅក្នុងសហគមន៍ទី2បង្កើនប្រាក់ចំណូលកសិករផលិតបន្លែខ្នាតតូចទី3ធ្វើយ៉ាងណាផ្ដល់នូវបច្ចេកទេសកសិកម្មវៃឆ្លាតទៅដល់កសិករជាមួយនឹងប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលព្រះអាទិត្យទី4ពង្រឹងប្រព័ន្ធទីផ្សារប្រកបដោយនិរន្តរភាពក្នុងការចែកចាយផលិតផលបន្លែទៅកាន់ទីផ្សារដើម្បីអនុវត្តគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែនៅកម្ពុជាឲ្យទទួលបានជោគជ័យអង្គការក្តីសង្ឃឹមលូតារ៉ានកម្ពុជាបានអនុវត្តនៅកិច្ចការសំខាន់មួយចំនួនដូចជាទី1គឺយើងបានកសាងនៅសមត្ថភាពទាក់ទងជាមួយនឹងការដឹកនាំនិងគ្រប់គ្រងសហគមន៍កសិកម្មនិងសមាជិកទី2គឺការរៀបចំជាផែនការអាជីវកម្មផលិតបន្លែនិងការចងក្រងក្រុមផលិតបន្លែក៏ដូចជាការបណ្ដុះបណ្ដាលទាក់ទងជាមួយនឹងបច្ចេកទេសនៃការដាំដុះជាពិសេសគឺការដាំបន្លែដោយសុវត្ថិភាពទី3គឺការផ្ដល់ជាទុនវិនិយោគដើម្បីបង្កើនទិន្នផលនិងគុណភាពបន្លែគឺមានដូចជាការដាំបន្លែនៅក្នុងផ្ទះសំណាញ់ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលប្រើប្រាស់ថាមពលព្រះអាទិត្យនិងការពង្រឹងនៅប្រព័ន្ធទីផ្សារ Digital ជាដើមទី4គឺតាក់ទងជាមួយនឹងការសម្របសម្រួលក្នុងការធ្វើកិច្ចសន្យាទិញលក់និងការកៀងគរពីការចូលរួមរបស់អ្នកពាក់ព័ន្ធដើម្បីឲ្យផលិតផលរបស់កសិករអាចលក់បាននៅក្នុងតម្លៃសមរម្យនិងមានស្ថិរភាពទីផ្សារយើងបានទទួលទុនពីខាងគម្រោង 60% សម្រាប់មកធ្វើតាក់ទងទៅនឹងផ្ទះសំណាញ់17ខ្នងសូឡាមួយផ្ទាំងហើយនឹងគោយន្តវែកដីគម្រោងបរៀនពីដាំបន្លែលក្ខណៈហ្គែបដាំលក្ខណៈសរីរាង្គធ្វើជីកំប៉ុស្តអញ្ចឹងធ្វើឲ្យសហគមន៍របស់យើងមានភាពរីកចម្រើនមកដល់បច្ចុប្បន្នហ្នឹងគឺទី1គឺយើងកើនសមាជិកហើយទី2គឺយើងកើនដើមទុនហើយទី3គឺយើងមានមុខរបរលក់បន្លែបន្ថែមទៀតយើងជួបបញ្ហាខ្លះដោយសារបន្លែរបស់យើងហ្នឹងយើងដាំអត់គ្រប់តម្រូវការទីផ្សារបន្ទាប់ពីយើងជួបបញ្ហាហ្នឹងហើយគឺយើងរៀបចំជាផែនការសម្រាប់ដាំដុះជាមួយក្រុមផលិតរបស់យើងអង្គការអិលគាត់ជួយទៅលើទុនឲ្យធ្វើដាំបន្លែនៅក្នុងផ្ទះសំណាញ់យើងមានកម្លាំងហើយមានបរិភាគរួមផ្សំមកឲ្យយើងបង្កើតជាផ្ទះសំណាញ់មួយខ្នងសម្រាប់ដាំបន្លែតែខ្ញុំធ្លាប់ដាំនៅទីវាលយ៉ាងនិយាយថាយើងដាំជាលក្ខណៈគ្រួសារយើងដាំតិចតួចសម្រាប់ហូបយើងអត់ដាំបានលក់ទៅទីផ្សារទេនៅទីវាលហើយនឹងដាំផ្ទះសំណាញ់គឺវាខុសគ្នាត្រង់ថាពេលដែលយើងដាំទីវាលគឺយើងដាំរយៈពេលខ្លីប៉ុន្តែបើយើងមានផ្ទះសំណាញ់គឺយើងដាំមួយខែអញ្ចឹងយើងដាំបានពេញពេលដែលយើងប្រមូលផលអស់យើងសម្រាប់បានទេមួយអាទិត្យអីយើងចាប់ផ្ដើមដាំបន្តទៀតបានបើយើងដាំកើតដូចអញ្ចឹងគឺយើងប្រមូលផលចាប់ពី300គីឡូទៅ400គីឡូក្នុងផ្ទះសំណាញ់25ថ្ងៃយើងចាប់ដើមកាត់តែខែខ្លះក៏បានត្រឹម1លានខែខ្លះក៏បានត្រឹម80,000អីគឺយើងលក់ទៅខាងឈ្មួញនៅផ្សារបន្លែទោះបីបន្លែយើងអត់ឬមានតិចតួចអីយ៉ាងណាក៏គាត់នៅទេយកពីយើងបន្លែរបស់សហគមន៍គឺមានន័យថាមានការគ្រប់គ្រងច្រើនអ្នកដែលទិញយកទៅបោះដុំនិងលក់រាយគឺគាត់ពេញចិត្តក្នុងការហូបគាត់អត់ខ្លាចរអាដូចពីមុនទេតម្លៃដែលយើងទិញនេះមានន័យថាគឺតម្លៃវាល្អពេលស្ពៃយើងទិញចន្លោះពី2000ទៅ2500ស្ពៃនាំចូលជួនកាលទៅតម្លៃវាក្រ1000ចន្លោះពី1500រាល់ថ្ងៃនេះគឺគាត់អាចផ្គត់ផ្គង់ឲ្យយើងបានចន្លោះ100គីឡូហើយនឹងឥឡូវហ្នឹងដែលគាត់មានរោងជាច្រើនសម្រាប់ធ្វើការដាំដុះនិងផ្គត់ផ្គង់បន្លែមកឲ្យយើងគម្រោងអភិវឌ្ឍខ្សែច្រវាក់តម្លៃបន្លែក៏បានធ្វើការយ៉ាងជិតស្និទ្ធដៃគូជាមួយក្រុមអ្នកពាក់ព័ន្ធដូចជាស្ថាប័នរដ្ឋាភិបាលសង្គមស៊ីវិលក្រុមហ៊ុនសហគ្រិននានាទាំងក្នុងនិងក្រៅស្រុង
ដោយធ្វើការកសាងទំនុកចិត្តភាពស្មោះត្រង់និងគីកោធនធានដើម្បីអភិវឌ្ឍសហគមន៍គោលដៅ ពួកយើងក៏បានរួមចំណែកក្នុងការចូលរួមដោះស្រាយនៅបញ្ហាប្រឈមជាពិសេសគឺបញ្ហាដែលកើតមាននៅក្នុងសហគមន៍ទាំង4នេះដោយការសហការជាមួយនឹងម្ចាស់គម្រោងតែម្ដងយើងបានចែករំលែកពីគ្នានៅរវាងព័ត៌មាននានាជាពិសេសគឺលទ្ធផលដែលសម្រេចបានរបស់គម្រោងក្នុងនាមឲ្យប្រធានគណៈកម្មការគ្រប់គ្រងគម្រោងថ្នាក់ស្រុកនេះខ្ញុំពិតជាអរគុណដល់ម្ចាស់គម្រោងហើយខ្ញុំស្នើសុំដល់គម្រោងមេត្តាជួយឧបត្ថម្ភនៅផ្ទះសំណាញ់ជាបន្តទៀតដល់រដ្ឋបាលស្រុកក៏ដូចជាឃុំឬក៏តាមការដែលអាចជួយបាន បច្ចុប្បន្នយើងមានអង្គការដែលគូគ្រប់គ្រងមានអង្គការ Hyper គាត់ជា founder របស់សហភាពសហគមន៍កសិកម្មហើយយើងមាន LACO ដែលជាដៃគូអភិវឌ្ឍនៅក្នុងការជួយ support ផ្ទះសំណាញ់ពីរខ្នងយើងមាន Taylor មួយគ្រឿងយើងមាន solar បូមទឹកដែលយើងគិតគូរពីផលប៉ះពាល់នៃបរិស្ថានដោយការបំភាយនៅអូស្មန်ដែលផ្ទះកញ្ចក់ហើយយើងមានរោងជីកប៉ុស្តិ៍ដែលយើងធ្វើការគិតគូរដល់សុខភាពអ្នកញ៉ាំវិញយើងទទួលវគ្គបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងបច្ចេកទេសដាំដុះវគ្គបណ្ដុះបណ្ដាលមួយទៀតទាក់ទងនឹងការដាំដុះបន្លែសមត្ថភាពការពង្រឹងសមត្ថភាពទៅដល់បុគ្គលិកឬក៏ស្ត្រីហើយមានវគ្គស្វែងរកការគ្រប់គ្រងយុវជននិងស្ត្រីនៅក្នុងតំបន់នេះគាត់បានរៀនសូត្រជាពិសេសគឺពួកគាត់ដែលគាត់ធ្លាប់តែចំណាក់ស្រុកទៅធ្វើសំណង់ធ្វើអីហូរហែបច្ចុប្បន្នគាត់មកធ្វើការនៅកសិដ្ឋានដែលមានប្រាក់ចំណូលមធ្យមដែលគាត់អាចចិញ្ចឹមគ្រួសារគាត់បានសារលើយើងធ្វើបានតិចតួចដោយសារវាពាក់ព័ន្ធនឹងយើងទៅតែដំណើរការដែរបើយើងផ្គត់ផ្គង់ទៅទីផ្សារយើងមានទីផ្សារ3នៅភ្នំពេញអញ្ចឹងមាន KOC មាន Granat និងផ្សារឈុកមាសក្នុងមួយថ្ងៃជាមធ្យម20គីឡូអញ្ចឹងក្នុងមួយសប្តាហ៍យើងបេះបាន3ទៅ4ដង LACO គាត់ជួយគឺមានតូបមួយនៅផ្សារក្នុងការលក់ផលិតផលរបស់យើងដើម្បីឲ្យស្គាល់ថាតើផលិតផលរបស់សហភាពយើងមានអីគេខ្លះហើយយើងបានជួយទៅដល់អ្នកញ៉ាំដោយរបៀបណាអញ្ចឹងក្នុងនាមមន្ទីរកសិកម្មគឺបានជួយការគ្រប់គ្រងគ្រប់កលៈទេសៈទាំងអស់អ្វីដែលតម្រូវការរបស់សហគមន៍តម្រូវការរបស់ដៃគូអភិវឌ្ឍដូចជា LACO ដែលបានអនុវត្តគម្រោងនៅក្នុងខេត្តកំពង់ឆ្នាំងអញ្ចឹងមន្ទីរត្រូវការសហការជាមួយនឹងបុគ្គលិកគម្រោងដើម្បីដោះស្រាយបញ្ហាដើម្បីឲ្យគម្រោងយើងបានដំណើរការល្អនិងមន្ទីរកសិកម្មក៏បានបង្កើតផ្សារសហគមន៍មួយនៅទីរួមខេត្តកំពង់ឆ្នាំងដែរគឺយើងបើកទលាយដើម្បីឲ្យសហគមន៍ដែលផលិតបន្លែបានយើងយកមកលក់នៅទីផ្សារនៅទីរួមខេត្តកំពង់ឆ្នាំងដើម្បីឲ្យកសិករដំណើរការក្នុងការដាំដុះល្អនិងមានទិន្នផលខ្ពស់ខាងគម្រោងក៏មានបង្រៀនកសិករអំពីរបៀបនៃការសាងសង់ផ្ទះសំណាញ់និងការផលិតជីកំប៉ុស្តក៏ដូចជាជាមួយនឹងប្រព័ន្ធស្រោចស្រពប្រើប្រាស់ថាមពលព្រះអាទិត្យទីផ្សារប្រកបដោយបរិយាបន្នមានសារៈសំខាន់សម្រាប់កសិករនិងសហគមន៍ក្នុងការចូលរួមចំណែកពង្រឹងប្រព័ន្ធស្បៀងអាហារនៅកម្ពុជា